បាទជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទនេះការប្រកាសទីក្រុមវគ្គ2បាទហើយវីដេអូមុនខ្ញុំបានប្រាប់ពីរបៀបនៃការថែសារមេហើយនឹងឈ្មោះណាដែលយើងដាក់វាបំពន់ណាបាទអានេះយើងរៀបចំប្រកាសអញ្ចឹងពាក់ព័ន្ធជាមួយនឹងការរៀបចំប្រកាសបងប្អូនអាចដាក់ជាធុងស្នោក៏បានជាធុងកណ្ដុង30លីត្រចឹងក៏បានជាកធុងក៏បានដែរបងប្អូនទាំងគ្នាក៏ប៉ុន្តែបងប្អូនគឺត្រូវក្នុងហ្នឹងត្រូវដាក់អំបិលណាទឹកមួយល្មមយើងដាក់អំបិលស្តង់ដាវាមកប្រហែលជាមួយទឹកអីទៅកម្ពស់ទឹកទឹក2ហ្នឹងទៅយើងប្រកាសបងប្អូនទាំងគ្នាបាទហើយយើងដាក់លឹកឆាត់យើងដាក់បន្តិចទៅបងប្អូនទាំងគ្នាបាទដាក់ឲ្យចេញពណ៌រៀងលឿងពណ៌តែបន្តិចខ្ញុំដាក់ច្រើនពេកបងប្អូនទាំងគ្នាហើយលឹកឆាត់ពេលយើងដាក់ហើយពេលចេញពណ៌ហើយដកលឹកឆាត់ចេញព្រោះមេលឹកឆាត់នេះពេលទុកយូរទៅវាបង្កជាមេរោគងាប់ពូនីក្រឹមយើងណាបាទបើសម្រាប់ខ្ញុំដាក់តែប៉ុណ្្នឹងឯងឡាំប៉ុណ្្នឹងឯងបាទហើយបន្តមកទៀតបងប្អូនត្រូវដាក់អំបិលចូលប្រហែលជាមួយចុងថាព្រាទៅហើយកូរវាសពបន្តមកទៀតយើងដាក់ឈ្មោះក្នុងនឹងចោលមួយថ្ងៃឬក៏2ថ្ងៃទៅបងប្អូនទាំងគ្នាបាទហ្នឹងហើយយើងដាក់ចោលអីទៅវាធ្វើពពុះហើយដល់ពេលចាប់ដើមប្រកាសពេលយើងដាក់ឈ្មោះមួយថ្ងៃ2ថ្ងៃហើយយើងយកមេមកដល់ពេលព្រឹកឡើងខ្ទង់ម៉ោង5សុំទោសម៉ោង7ម៉ោង8ហ្នឹងគឺយើងយកមេដាក់ក្នុងកែវយើងមួយបាទដាក់ក្នុងកែវយើងមកនេះមេដែលខ្ញុំសម្ព័ន្ធសាមញ្ញគឺយើងដាក់ចូលក្នុងធុងជាសិនបាទដើម្បីឲ្យមេឈ្មោះហ្នឹងវាស្គាល់គ្នាម្ដងទៀតកុំឲ្យវាប្រឡែងមេទៅវាខំមេតែម្ដងណាហ្នឹងហើយចឹងយើងដាក់ចឹងមកយើងសម្ព័ន្ធវាពីម៉ោង7ដល់ម៉ោង2ឬក៏ម៉ោង3ទៅចាំយើងប្រឡែងមេចូលក្នុងធុងហ្នឹងបាទអញ្ចឹងយើងប្រឡែងមេក្នុងធុងហ្នឹងរយៈពេលតែចឹងច្រើនតែមួយថ្ងៃបើថាមួយថ្ងៃយើងយូរ2ថ្ងៃគឺវាគៀបឲ្យបងប្អូនគ្នាបាទហើយពេលវាគៀបគឺបងប្អូនត្រូវដកមេចេញពេលវាគៀបពងអស់យើងត្រូវដកមេចេញឲ្យទុកឈ្មោលហើយឈ្មោលយើងឲ្យស៊ីចំណីមួយល្មមកុំឲ្យសល់ស៊ីមួយឆ្អែតមកដើម្បីវាមានកម្លាំងថែរក្សាកូនវាអញ្ចឹងបងប្អូនគ្នាបាទអញ្ចឹងសម្រាប់វីដេអូការប្រកាសមានតែប៉ុណ្្នឹងបាទហើយឈ្មោះវាអួតទៅបងប្អូននេះវាអួតមេក្នុងកែវវាធ្វើពពុះបាទយើងធ្វើអញ្ចឹងដើម្បីឲ្យទីក្រុមយើងវាកាត់តាមមេកាត់តាមបាច្រើនមេបានៅវាស្គាល់គ្នាបើយើងយកឈ្មោះម្ដងដាក់ភ្លាមទី1ឈ្មោះអាចខំមេងាប់ក៏ថាបានហើយទី2កូនមកវាអត់សូវល្អប្រហែលទេអញ្ចឹងបងប្អូនគ្នាបាទអញ្ចឹងអានេះខ្ញុំប្រកាសពីសបុកហ្នឹងបងប្អូនគ្នាបាទខ្ញុំធ្វើដូចគ្នាទាំងអស់ហើយពូសើបាល្អបងប្អូនហើយមេ VIP បាទហ្នឹងហើយពេលប្រកាសបងប្អូនសេថ្ងៃខែផងបាទសេថ្ងៃខែវាចំណាំផងពេលវាញាស់ថ្ងៃណាខែណាហើយឈ្មោះអីមេអីអញ្ចឹងណាអត់ឲ្យលើបងប្អូនទៅសេបាទអញ្ចឹងការប្រកាសទីក្រុមវា2មានតែប៉ុណ្ណឹងបងប្អូនគ្នាបាទហើយចាំមើលខ្ញុំធ្វើមួយទៀតពេលវាគៀបពងហើយបាទពួកយើងធ្វើម្ដងដំណាក់អញ្ចឹងបងប្អូនងាយស្រួលប្រកាសអញ្ចឹងអរគុណចាំបងប្អូនគ្នាបាទ